ទីនេះគឺនៅក្រុងកំពត Pepper ហើយចកាអាមេរិកមានន័យថាសម្បូរបរទេសច្រើនដែលគាត់មកមើលពីផលិតផលអាមេរិកដែលមានដាក់តាំងបង្ហាញនៅទីនេះអញ្ចឹងអាមេរិកកំពតគឺជាអាមេរិកមួយដែលជាប់ចំណាត់ថ្នាក់បើនិយាយគឺនៅតំបន់អឺរ៉ុបគាត់ទទួលស្គាល់ថាអាមេរិកកំពតគឺអាមេរិកដែលល្អបំផុតទាំងរសជាតិហឹរនេះនឹងស្អាតអត់នេះចកាអាមេរិកកន្លែងគេដាក់តាំងលុបអាមេរិកនៅកំពតមានលុបប្រភេទផលិតផលខ្មែរឆាប់ពិសេសចកាអាមេរិកវាសំខាន់នៅនេះមានស្កោលោកមួយនេះឡយក៏ប៉ុតសំណងសាងសង់ហ្នឹងគឺដូចជាសាលាប៉ុនអញ្ចឹងសួស្តីយើងនៅណាហ្នឹងមានដឹងអត់ណា Plantation នៅចកាអាមេរិកកំពតនៃក្រុមនេះតារាតំរះសូយ៉ាអាចលើចលងនេះវល់នេះចកាអាមេរិកនេះចកាអាមេរិកបងប្អូនឃើញអត់ខ្ញុំស្មានតែដើមម្លូដែរនេះស្រុកខ្ញុំក៏ហៅដើមម្លូនេះក៏ប៉ិតចកាអាមេរិកនៅកំពតរាល់អាមេរិកដែលបានដាំដុះនេះយកទៅចែកចាយនៅទូទាំងប្រទេសអាចនាំចេញទៅតំបន់អឺរ៉ុបក៏ថាបានដែរអាមេរិកនោះនេះតើឲ្យស្បែកឡើងខ្មៅអស់ហើយអត់សូវបានសម្រែអស់ហើយយើងភាគច្រើនយើងធ្វើការពេលថ្ងៃហើយពេលត្រជាក់អត់សូវបានធ្វើឲ្យពេលត្រជាក់វាភ្លៀងទៅវាពិបាកធ្វើការអញ្ចឹងយើងមានតែស្រោចទឹកអត់ទីកាអាមេរិកហ្នឹងណាប៉ុន្តែវាមិនជិបនេះគេដល់សារយើងមានអានេះបាំងពីលើវារឿងម្លប់ដែរអានេះអាមេរិករៀងខ្មៅនេះអានេះអាមេរិកហ្នឹងហិលអាមេរិកកំពតគឺអាមេរិកដែលហិលពីប្អូននេះអាមេរិកនេះអានេះដូចផ្លែដៃផ្លៃដែរ